កលស្រាវជ្រាវគឺជាគ្រឹះស្ថានសាមួយដែលលើកកម្ពស់វិស័យ STEM នៅទីនេះមានការប្រពៃវិស័យសុខាភិបាលគ្រប់ជំនាញទាំងអស់ហើយវិស័យសុខាភិបាលបងប្អូនដឹងហើយជាវិទ្យាសាស្ត្របាទមិនមែនវិទ្យាសាស្ត្រសង្គមទេគឺជាផ្នែកវិទ្យាសាស្ត្រមួយដែលត្រូវមានការចូលរួមពីSTEM នឹងឯងបាទអញ្ចឹងអ្នកសុខភាពសាធារណៈក៏ដូចជាអ្នកជីវៈបច្ចេកវិទ្យាខិតខំធ្វើការស្រាវជ្រាវដើម្បីស្វែងរកនៅវិធីសាស្ត្រល្អដើម្បីយកមកធ្វើការឆ្លើយតបបាទអញ្ចឹងយើងមាន3ស្រាវជ្រាវបានយកមកធ្វើការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋហើយបន្ទាប់មកយើងចាប់ផ្ដើមធ្វើកំណែតម្រង់ជាបន្តមានន័យថាយើងអត់ឈប់ទេយ៉ាងលក្ខខណ្ឌដែលចូលសាកលវិទ្យាល័យ IU នេះរាជរដ្ឋាភិបាលមិនបិទផ្លូវកូនរៀនសង្គមទេឲ្យតែកូនមានបំណងចង់ចូលរៀនគឺចូលរៀនបានវិស័យមហាវិទ្យាល័យវិទ្យាសាស្ត្របច្ចេកវិទ្យាគឺបងមើលចូលរៀនទាំងនោះលើកឡើងតែវិស័យសុខាភិបាលមិនឆ្លងកាត់ការបង្រំប៉ុន្តែមុនដល់កន្លងទៅដល់មានសញ្ញាបត្របានរកសិនបាទអញ្ចឹងយើងទៅសល់កូនទៅដល់វិញគួររកវិញនេះគ្រូដល់ទៅគឺសល់40ពេលឬ44ថ្ងៃបាទយើងដល់ការតម្រូវហើយក្នុងចន្លោះហ្នឹងយើងមិនមានវាគ្មិនល្បីនឹងជជែកចែករំលែកចំណេះដឹងសំខាន់ទៅលើជីវបច្ចេកវិទ្យាថាតើបច្ចេកវិទ្យាយើងបច្ចុប្បន្នវាធ្វើអីខ្លះហើយถึงថ្ងៃអនាគតនឹងវានឹងដើរទៅផ្លូវណាហើយ apply សម្រាប់ជីវបច្ចេកវិទ្យាតើយើងប្រើវាបានក្នុងវិស័យអីខ្លះឃើញវិស័យសាធារណៈប្រើជីវបច្ចេកវិទ្យាសម្រាប់ការការពារលើមូសខ្លាយើងលែងចងមុំវាដែរយើងប្រើមូសដើម្បីយើងប្រើបាតេរីដើម្បីសម្លាប់មូសដែលយើងបានដឹងអំពីថាតើបែប technology គេប្រើក្នុងវិស័យកសិកម្មហ្នឹងប្រើបែបណាសត្វតែនិយាយពីបច្ចេកវិទ្យាជីវៈសត្វតែ bio technology ទាំងអស់អញ្ចឹងខ្ញុំវិញខ្ញុំនិយាយអត់និយាយពីបច្ចេកវិទ្យាជីវៈទៀតទេគឺខ្ញុំនិយាយពីសារៈសំខាន់ជីវៈវិញម្ដងចឹងជាមុនមកចាប់ខ្ញុំសូមយកឱកាសនេះសិទ្ធិបជ័យដល់ពួកទាំងអស់ដើម្បីសូមប្រឡងដល់បងប្អូនបាទហើយអាយុរងតាមមួយទៅទីនេះនឹងជួបគ្នាម្ដងទៀតសម្រាប់បរិយាកាសថ្មី2020ទៅ2020ទៅទីនេះ